ហើយសាក់ទីទៅមើលថាតើលោកសម្រេចយ៉ាងម៉េចដែរទេបើតាមការមើលទឹកមុខនិងស្នាមញញឹមរបស់ម៉ារនីនោះគឺបានន័យថាលោកទាំងពីរយល់ព្រមហើយតើមែនទេមែនហើយប៉ុន្តែលោកនិយាយថាចង់ឃើញលោកមេបញ្ជាការសម្រេចនោះណាហើយម៉ារនីគិតយ៉ាងម៉េចដែរតែអញ្ចឹងខ្ញុំមិនដឹងជាគិតយ៉ាងម៉េចទេបើសិនជាលោកមេបញ្ជាការបានមកទីនេះម្ដងទៀតម៉ារនីគួរតែនិយាយរឿងនេះប្រាប់ដល់គាត់ទៅខ្ញុំថាវារត់តែប្រសើរហើយបើសិនណាម៉ារនីនិងលោកមេបញ្ជាការសម្រេចបានទៅដល់ផ្ទះរបស់ម៉ារនីនោះហើយបើម៉ារនីមិនហ៊ាននិយាយទេទុកឲ្យខ្ញុំនិយាយជំនួសក៏បានដែរប៉ុន្តែលោកមានភារៈច្រើនណាស់ប្រហែលជាគ្មានថ្ងៃបានមកទីនេះម្ដងទៀតទេអត់ទេគិតឲ្យសពគ្រប់ទៅដូចជាមិនគួរឲ្យជឿសោះថាជីវិតរបស់ខ្ញុំត្រូវបានមកជួបនឹងរឿងបែបនេះនោះទោះបីជាយើងចង់កិច្ចក៏កិច្ចមិនរួចដែរព្រោះនេះវាជាច្បាប់ធម្មជាតិរបស់មនុស្សយើងរឿងគូជីវិតវាត្រូវតែមានអញ្ចឹងហើយគ្រាន់តែមុននឹងក្រោយតែប៉ុណ្ណោះឯងមែនហើយខ្ញុំភ្លេចឲ្យឆឹងលើនារីពេទ្យនៅទីនេះនិយាយថានៅក្រោមស្ពានក្បែរមន្ទីរពេទ្យនេះត្រីឡើងច្រើនណាស់ខ្ញុំថាមកបបួលម៉ារនីទៅមើលត្រីឡើងតែចង់ទៅដែរទេព្រោះថាពេលនេះជាពេលសម្រាប់អន្តាប៉ាត់មែនទេប៉ាត់មែនហើយបានអញ្ចឹងតោះព្រោះខ្ញុំចូលចិត្តមើលត្រីឡើងណាភ្លៀងរលឹមមកបាត់ទៅហើយទៅមិននឹងកើតទៅលៀងរលឹមតិចតាមិនអីទេបាត់ទៅទឹកក៏ទៅទឹកទៅព្រោះស្ពាននោះនៅចិត្តកន្លែងយើងនេះតោះតែប្រហែលជាពួកក្មេងៗកំពុងតែនាំគ្នាចាប់ត្រីហើយប្រហែលជាសប្បាយណាស់មើលទៅតោះអញ្ចឹងតោះងាដល់ហើយរួចនេះយើងមិនរងាទេរងាដែរតែមិនអីទេឆាប់ឡើងទៅអស់ចាញ់ក៏មានសិទ្ធដើរចាញ់ពីមន្ទីរពេទ្យខ្លាំងចឹងហើយណែនៅឲ្យស្ងៀមទៅគាត់ជិះកង់មកដល់ហើយអ្នកណាឈរលើស្ពានដូចជាម៉ារនីឬមកទៅខ្ញុំប្រាប់តែដឹងមកអត់ទេប្រកាសជាម៉ារនីមែនហើយម៉ារនីតៃណែពួកខ្ញុំអបសពពេកក៏នាំគ្នាដើរចេញមកមើលត្រីឡើងរិចនេះលោកមេបញ្ជាការមកមើលកូនចៅនៅមន្ទីរពេទ្យខ្ញុំមែនទេបាទខ្ញុំមានភារកិច្ចទៅរហូតដល់ភូមិកំណាចហើយត្រឡប់មកវិញខ្ញុំក៏ចង់ឈានចូលមកសួរសុខទុក្ខយុទ្ធមិត្តរបស់ខ្ញុំតែម្ដងទេតែខ្ញុំស្មានថា
ប្រហែលជាអ្នកគ្រូពេទ្យទាំងពីរត្រឡប់ទៅមន្ទីរពេទ្យស្រុកវិញហើយមិននឹកស្មានថានៅមិនទាន់ចប់បេសកកម្មនៅឡើយអេមើលចុះចេះនាំគ្នាមកឈរមើលត្រីឡើងទាំងភ្លៀងរលឹមស្រេចៗបែបនេះតើកើតអាកាសធាតុបែបនេះបណ្ដាលឲ្យទៅជាក្រុមផ្ដាសាយក៏បានដែរចាំមិនអីទេបាញ់ចឹងលោកមេបញ្ជាការទៅកន្លែងខ្ញុំសិនទេមិនចាស់តែទឹកភ្លៀងចុះតែម្ដងបាទមុននេះបន្តិចនៅតាមផ្លូវភ្លៀងខ្លាំងណាស់ហើយខ្ញុំគិតថាជិះបង្ហោះទៅអង្គភាពរបស់ខ្ញុំតែម្ដងប៉ុន្តែមកដល់ផ្លូវកែងបត់ចូលមន្ទីរពេទ្យចិត្តមួយក៏គិតថាត្រូវទៅចូលខាងមិនបានថ្ងៃប្រហែលជាជ្រេហើយពីនេះទៅដល់អង្គភាពលោកមេបញ្ជាការប្រហែលជាមិនចិត្តប្រមាណទេអញ្ចឹងបញ្ញាប់បន្តិចទេបាទមកជួតខ្លួនសិនទេបាទអរគុណចឹងមិនដែរទេយុទ្ធមិត្តរបស់ខ្ញុំដែលសម្រាប់ជីវបានជំងឺគ្រុនចាញ់នៅទីនេះចាំមិនអីទេព្រោះនៅមន្ទីរពេទ្យនេះមានថ្នាំសង្កូវគ្រប់គ្រាន់ព្រមទាំងមានគ្រូពេទ្យច្រើនណាស់រួមទាំងខ្ញុំនិងអតីតផងបានយកចិត្តទុកដាក់ព្យាបាលនិងថែរក្សាជារៀងរាល់ថ្ងៃលោកកុំបារម្ភអីបើលោកមេបញ្ជាការចង់ទៅសួរសុខទុក្ខគឺអាចទៅបានខ្ញុំសុំទៅជួបអ្នកគ្រូពេទ្យម្នាក់នៅជាប់នេះសិនហើយបន្តិចទៀតចាំខ្ញុំត្រឡប់មកវិញបាទនេះកុមារខ្ញុំអរគុណហើយម៉ារនីនៅធ្វើការនៅទីនេះយូរប៉ុណ្ណាទៀតទេចាខ្ញុំក៏មិនទាន់ដឹងដែរព្រោះថានៅទីនេះគេនៅតែត្រូវការខ្ញុំនៅឡើយទេមិនស្មានសោះថាម៉ារនីមិនទាន់ត្រឡប់ទៅមន្ទីរពេទ្យស្រុកវិញពីថ្ងៃមុនខ្ញុំបានផ្ញើសារមួយច្បាប់មកឲ្យម៉ារនីតែម៉ារនីបានទទួលហើយនៅចាខ្ញុំបានទទួលហើយរួចចុងម៉ារនីមិនខឹងខ្ញុំទេដែលខ្ញុំធ្វើការស្នើសុំដោយត្រង់បែបនេះនោះខ្ញុំថាលោកមេបញ្ជាការគិតត្រឹមត្រូវហើយព្រោះអ្វីដែលលោកបាននឹងកំពុងធ្វើគឺធ្វើទៅតាមផ្លូវច្បាប់ល្អណាស់ខ្ញុំមិនដែលគិតខឹងឬក៏អន់ចិត្តនឹងលោកមេបញ្ជាការម្ដងណាទេពីព្រោះនាងខ្ញុំចូលចិត្តបរោះណាដែលហ៊ានទទួលការប៉ັດដូចជារូបលោកអញ្ចឹងបើអញ្ចឹងគឺបានសេចក្តីថាខ្ញុំគួរតែធ្វើលិខិតមួយច្បាប់ទៀតដើម្បីផ្ញើទៅមន្ទីរពេទ្យស្រុកឲ្យប្រធានមន្ទីរពេទ្យរបស់ម៉ារនីទៀតមែនទេចំពោះរឿងនេះ
អាស្រ័យតែទៅលើលោកមេបញ្ជាការតែម្នាក់ប៉ុណ្ណោះ ហើយចុងបើសិនជាខ្ញុំចង់ទៅជម្រាបសួរឪពុកម្ដាយរបស់ម៉ារនីដល់ផ្ទាល់នោះតាមម៉ារនីយល់យ៉ាងណាដែរទេ បើសិនជាលោកមេបញ្ជាការអាចធ្វើទៅបានក៏ជារឿងមួយដែលល្អដែរពីព្រោះប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពេលណាដែលទុកដាក់កូនចៅចាស់ទុំលោកប្រកាសជាចង់ស្គាល់និងចង់ឃើញសម័យខ្លួនជាមុនសិន បាទខ្ញុំក៏មានបំណងបែបនេះដែរប៉ុន្តែខ្ញុំខ្លាចតែកលៈទេសៈណាមួយដែលតម្រូវឲ្យខ្ញុំគ្មានពេលវេលាក្នុងការគ្រប់ប្រតិបត្តិបាននោះហើយខ្ញុំមិនដឹងជាត្រូវរៀបចំរឹកពីយ៉ាងណាទេបើសិនណាខ្ញុំត្រូវទៅដល់ផ្ទះម៉ារនីនោះ ពុកម៉ែរបស់ខ្ញុំគាត់ស្លូតទេម្យ៉ាងនៅពេលដែលខ្ញុំបានផ្ដល់ដំណឹងពីលោកមេបញ្ជាការទៅដល់ពុកនិងម៉ែព្រមទាំងបងប្អូនរបស់ខ្ញុំពុកនិងម៉ែក៏ចង់ជួបនឹងលោកមេបញ្ជាការដែរ អូបាទស្ក្តីថាម៉ារនីបានផ្ដល់ពីរឿងនេះជូនគាត់ហើយមែនទេ ចាពីព្រោះបញ្ហានេះគឺវាតាក់ទងទៅនឹងរឿងអនាគតទាំងមូលខ្ញុំមិនអាចមិនជូនដំណឹងឲ្យលោកទាំងពីរបានដឹងមិនបានទេ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានទទួលព័ត៌មាននេះពីម៉ារនីមើលទៅប្រហែលជាលោកទាំងពីរមិនបដិសេធនឹងបំណងប្រាថ្នាដ៏ល្អរបស់ខ្ញុំដែលមានចំពោះកូនស្រីរបស់គាត់ទេមែនទេ ត្រង់ចំណុចនេះខ្ញុំសូមមិនឆ្លើយទេ ម៉ារនីកុំធ្វើឲ្យខ្ញុំមានការបារម្ភឲ្យសោះណាណែណែថ្ងៃណាមួយមិនយូរទេខ្ញុំគួរតែទៅដល់ផ្ទះរបស់ម៉ារនីដើម្បីជម្រាបសួរលោកទាំងពីរឲ្យបានអស់ចិត្តអូថ្ងៃជ្រាបបន្តិចទៅហើយខ្ញុំគិតសុំទៅចូលសួរសុខទុក្ខយុទ្ធមិត្តរបស់ខ្ញុំឲ្យផ្នែកសិន ចាចាំខ្ញុំជាអ្នកជូនលោកមេបញ្ជាការទៅក៏បាន បាទ បងមានបញ្ជាការបងមានបញ្ជាការមែនតាពួកខ្ញុំសប្បាយចិត្តណាស់ដែលបានបងមានបញ្ជាការមកសួរសុខទុក្ខនោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឆាប់ជានិងអាចបានទៅបំពេញការងាររួមគ្នាវិញជាពិសេសពេលនេះសមរភូមិកំពុងតែរងចាំជើងទាំងអស់គ្នាហើយខ្ញុំដូចជាលើដំណឹងថាមានអ្នកខ្លះនៅទីនេះចង់ស្ដាប់ការនិទានរឿងរបស់ខ្ញុំតាមមែនទេ បាទមែនហើយចំណែកខ្ញុំតែងតែដំណើរពីបងមានវិជាការរាល់ថ្ងៃពេលបំពេញការងារគឺការងារដល់ទៅពេលសម្រាប់បងមានបញ្ជាការអ្នកប្រសពនិយាយរឿងកំ pl ែងណា ជាពិសេសខ្ញុំចូលចិត្តអាននៅកំណាព្យដែលបងមានបញ្ជាការបានតាយឡើងរៀបរាប់ពីទុកវេទនារបស់ប្រជាកសិករយើងដោយសារតែភ្លើងសង្គ្រាមនោះអីបងមែនហើយថ្ងៃណាដែលខ្ញុំជាពេលដែលត្រឡប់ទៅវិញនោះខ្ញុំនឹងសូមរៀនតែអត្ថបទកំណាព្យពីបងមានវិជាការជាមិនខាននោះទេមែនឡងតែបើអញ្ចឹងត្រូវតែនាំគ្នាខំថែខ្លួនទៅហើយត្រូវព្យាយាមរៀបថ្នាំតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យដើម្បីឲ្យបានឆាប់ជានឹងបានវិលត្រឡប់ទៅពូតដៃគ្នាការពីទឹកដីរបស់យើងវិញបាទបង មើលទៅកូនចៅរបស់គាត់ដូចជាស្រឡាញ់និងគោរពគាត់ដល់ហើយអើនេះរួចនេះម៉ារនីបានជម្រាបគាត់ពីរឿងចាស់ទុំហើយនៅចាខ្ញុំបាននិយាយប្រាប់គាត់រួចហើយគិតទៅមិនគួរឲ្យជឿសោះថាយើងបានជួបគាត់នៅថ្ងៃនេះព្រោះកំពុងតែចង់ជួបគាត់ផង
តែប៉ុណ្ណេះម៉ារនីបានដោះស្រាយបញ្ហារួចរាល់អស់បាត់ទៅហើយវាដូចជាចែកបានដល់ហើយនៅពេលដែលយើងគិតអំពីគាត់ក៏មកដល់រួចនៅពេលដែលបានដោះស្រាយបញ្ហានេះរួចហើយតើម៉ារនីមានអារម្មណ៍យ៉ាងណាដែរទៅគឺធម្មតានោះណាពិតមែនហើយតែខ្ញុំដូចជាមិនជឿទេមើលឲ្យខ្ញុំសុំពិនិត្យបេះដូងមើលបន្តិចទៅមើលថាតើពេលនេះវាយ៉ាងម៉េចទៅហើយដែរមើលអត់ស្អីនេះណាខ្ញុំវាយឥឡូវហ្នឹងសមមិត្តរីពេទ្យមានសម្បត្តិផ្ញើមកពីមន្ទីរស្រុកក្រូចឆ្មានេះបាទចាអរគុណខ្ញុំទៅវិញហើយចាចាំមកហើយនឹងម៉ារនីប្រហែលជានៅពេទ្យស្រុកមានបញ្ហាអ្វីទេដឹងឆាប់ឲ្យអានមើលទៅណែចាំមិនទៅឲ្យម៉ារនីគាត់សរសេរថាបើសិនជានៅមន្ទីរពេទ្យនេះស្បែកអ្នកជំងឺហើយនោះគាត់ចង់ឲ្យយើងឆាប់នាំគ្នាត្រឡប់ទៅមន្ទីរពេទ្យស្រុកវិញហើយគាត់ផ្ដាំសួរសុខទុក្ខមកដល់បុគ្គលិកពេទ្យគ្រប់គ្នាតែប៉ុណ្ណឹងទេពេលដែលយើងត្រឡប់ទៅវិញហើយបើសិនជាបងប្រធានពេទ្យបានដឹងពីរឿងរបស់ម៉ារនីនិងលោកមេបញ្ជាការសម្រាប់នោះមិនដឹងជាគាត់អបអរសាទរនឹងម៉ារនីយ៉ាងណាទេណោះម្ចាស់តាមការសង្កេតរបស់ខ្ញុំគាត់ដូចជាមានការពេញចិត្តពេញថ្លើមជាមួយនឹងម៉ារនីខ្លាំងណាស់ខ្ញុំក៏យល់ចឹងដែរព្រោះតាំងពីថ្ងៃដំបូងដែលពួកយើងរៀនចប់ហើយត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យស្រុកគឺមានតែបងប្រធាននោះទេដែលមានការយកចិត្តទុកដាក់ចំពោះខ្ញុំខ្លាំងជាងគេហើយគាត់តែងតែជួយឧបត្ថម្ភខ្ញុំទាំងបញ្ញាស្មារតីព្រមទាំងសម្រួលដល់ការងារមួយចំនួនថែមទៀតផងណាគាត់គួរឲ្យគោរពណាស់អូនណែមើលរៀបចំខ្លួនទៅដល់ពេលដែលពួកយើងទៅពិនិត្យសុខភាពឲ្យអ្នកជំងឺហើយណាចាតាមសេចក្តីរាយការណ៍មកបានដឹងថាសភាពការនៅយុគនេះមិនល្អទេដូច្នេះយើងត្រូវតែបំផាយកម្លាំងគ្នាជាក្រុមដើម្បីចុះទៅតាមខ្សែត្រៀមរៀងខ្លួនចំណែកសាននឹងផនត្រូវចុះទៅខ្សែត្រៀមទី1ជាមួយខ្ញុំណាទទួលបញ្ជាត្រៀមខ្លួនចេញដំណើរទៅបាទបងមានបញ្ជាការយប់ពាក់កណ្ដាលគ្រាទៅហើយតើយើងត្រូវបន្តដំណើរទៅមុខទៀតឬមួយក៏សិនបាទប្រយ័ត្នណានៅកំពង់ព្រៃខាងមុខដូចជាមានមនុស្សបងមានបញ្ជាការខ្ញុំមើលឃើញហើយឆាប់តាក់ទងទៅក្រុមខ្សែត្រៀមពិសេសរបស់ជាងទាំងអស់គ្នាឲ្យប្រុងប្រយ័ត្នព្រាមទៅទទួលបញ្ជាពីនឹងមើលទៅនេះប្រហែលជាកម្លាំង
ខ្សែត្រៀមរបស់ទាហានរដ្ឋាភិបាលការពារក្រវ៉ាត់ក្រុងកំពង់ចាមហើយរួចចុះហេតុអីក៏ពួកគេមកត្រៀមដល់ទីនេះនោះឬមួយក៏ពួកគេរៀបចំកម្លាំងដើម្បីប្រយុទ្ធជាមួយកម្លាំងពិសេសរបស់យើងទេដឹងបងតែយើងគួរតែទូអាវុធមុនតែល្អទេបងមែនជាការកុំអីយើងត្រូវរងចាំមើលសភាពការវិញល្អជាងយើងមិនត្រូវធ្វើឲ្យពួកគេដឹងថាយើងដាក់ខ្សែត្រៀមនៅទីនេះទេពួកយើងគ្រាន់តែត្រៀមខ្លួនប្រយុទ្ធទៅបានហើយនេះចិត្តភ្លឺហើយតាផងសាន់បាទបងតាក់ទងទៅខ្សែត្រៀមរបស់ជើងឲ្យដកខ្លួនទៅអង្គភាពវិញទេព្រោះពួកគេគ្មានសកម្មភាពអ្វីទេបាទទទួលបញ្ជាអស់ពេលចិត្តពេញមួយយប់តាបងមេបញ្ជាការមិនសម្រាប់បន្តិចសោះហើយចំជាអស់ចាមែនទេខ្ញុំឃើញសាន់នឹងផនព្រមតែមិត្តជើងខ្លះងក់ម្ដងធ្វើមិនខ្ញុំនឹងអាចបាត់ភ្នែកទៅកើតមិនអីទេតោះយើងត្រឡប់ទៅក្រោយវិញដើម្បីកុំឲ្យថ្ងៃរះតន់ណាបាទបងមានបញ្ជាការយ៉ាងម៉េចដែរសភាពការកាលពីយប់មិញនោះបាទខ្ញុំយល់ថាពួកគេបានត្រៀមកម្លាំងការពារកាន់តែរឹងមាំជាងមុនហើយបើតាមការពិនិត្យមើលទៅពួកគេក៏មិនធម្មតាដែរដូច្នេះពួកយើងក៏មិនត្រូវបណ្តែតបណ្ដោយត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ចទៅបានត្រឹមត្រូវហើយមើលទៅបងមានបញ្ជាការប្រហែលជាហត់នឿយខ្លាំងណាស់ហើយមើលទៅអូនទៅសម្រាប់ចុះបាទបងមានបញ្ជាការគឺបងសាន់តាសុំគោរពបងមានបញ្ជាល្អហើយរួចនេះបងមិនសម្រាប់ទេបាទអត់ទេបងពីព្រោះកាលពីយប់មិញខ្ញុំអង្គុយលក់មួយភាំងដែរចំណែកឲ្យបងមានបញ្ជាការសម្រាប់វិញទើបគាត់មិនបានថ្មិចភ្នែកមួយសឡេតសោះខ្ញុំទើបនឹងមកពីជួបបងសម្រាប់មុននេះហើយមើលទៅគេដូចជាធ្វើការកាន់តែធ្ងន់ធ្ងរឡើងហើយមែនហើយបងមានបញ្ជាការសម្រាប់គឺជាមេបញ្ជាការម្នាក់ដ៏ល្អនិងមានស្មារតីអង់អាចមោះមុតខ្លាំងណាស់កាលពីយប់មិញគាត់បានដឹកនាំពួកខ្ញុំចូលទៅជិតកន្លែងពួកទាហានរដ្ឋាភិបាលថែមទៀតផងដើម្បីពិនិត្យមើលសភាពការមួយថ្ងៃគាត់មានការនឿយហត់មិនតិចទេចំពោះភារកិច្ចរបស់គាត់ព្រោះតែដូច្នេះហើយទើបបានជាខ្ញុំមានការពេញចិត្តនិងទុកចិត្តទៅលើសមត្ថភាពរបស់គេព្រោះថាមិនងាយនឹងរកមនុស្សណាឲ្យមានសមត្ថភាពដូចជាប្អូនសម្រាប់នេះណាថ្ងៃនេះខ្ញុំមានបំណងចង់សួរនាំរឿងខ្លះដែលតាក់ទងទៅនឹងប្អូនមេបញ្ជាការសម្រាប់ព្រោះសាន់គឺជាមនុស្សម្នាក់ដែលមានការជិតស្និទ្ធជាមួយនឹងប្អូនសម្រាប់ជាងគេបាទបងមានបញ្ជាការចង់សួរពីរឿងអីសួរមកចុះហើយបើចំណុចណាខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយជូនភ្លាម
ណែរឿងនោះគឺវាអញ្ចេះទេខ្ញុំចង់ដឹងថាសាន់ធ្លាប់បានជួបនឹងអ្នកគ្រូពេទ្យម្នាក់ឈ្មោះម៉ារ៉ានីដែរទេអូបាទខ្ញុំធ្លាប់បានជួបគាត់ច្រើនដងណាស់ជាពិសេសកាលខ្ញុំត្រូវរបួសហើយទៅសម្រាប់នៅមន្ទីរពេទ្យស្រុកក្រូចឆ្មានោះបងម៉ារ៉ានីគាត់គឺជាពេទ្យម្នាក់ដែលមានការយកចិត្តទុកដាក់ចំពោះយុទ្ធមិត្តរបស់យើងខ្លាំងមែនទែនគាត់មានចរិតស្លូតបូនសម្ដីថ្នមចំពោះអ្នករបួសគ្រប់គ្នាអ្នកណាក៏គេស្រឡាញ់នឹងចូលចិត្តបងម៉ារ៉ានីដែរអញ្ចឹងបានស្ដីថាគឺសាន់មែនទេដែលជាអ្នកនាំឲ្យបងមានបញ្ជាការសម្រេចបានជួបជាមួយនឹងអ្នកគ្រូពេទ្យម៉ារ៉ានីនោះបាទគឺមិនមែនតែរូបខ្ញុំម្នាក់នោះទេបងមានបញ្ជាការនៅមានយុទ្ធមិត្តយើងជាច្រើនអ្នកទៀតដែលគេមានការពេញចិត្តនឹងបងម៉ារ៉ានីហើយគេក៏នាំគ្នាលេងល្បែងផ្គូផ្គងតាំងពីពេលដែលបងម៉ារ៉ានីនិងបងមានបញ្ជាការសម្រេចនៅមិនទាន់ដឹងខ្លួនទាំងសងខាងម្លេះហើយក្រោយមកទៀតការនាំពាក្យនឹងការផ្គូផ្គងនេះក៏បានលេចឮដល់បងមានបញ្ជាការសម្រេចនឹងបងម៉ារ៉ានីតែម្ដងទៅរួចយុទ្ធមិត្តរបស់យើងនេះយល់ឃើញថាយ៉ាងម៉េចទើបបានជានាំគ្នាលេងល្បែងផ្គូផ្គងបែបនេះទៅវិញព្រោះម្នាក់គេបានឃើញពីគុណសម្បត្តិរវាងបងម៉ារ៉ានីនិងបងមានបញ្ជាការសម្រេចព្រមទាំងការស័ក្តិសមតាំងពីសមត្ថភាពនិងរូបសម្បត្តិឡើងទៅទើបបានជាពួកខ្ញុំនាំគ្នាលេងល្បែងនេះហើយហេតុអីក៏បងមានបញ្ជាការដកដង្ហើមធំគ្មានអីទេខ្ញុំអរគុណនឹងសាន់ច្រើនហើយដែលបានបង្ហើបពីបញ្ហានេះខ្ញុំលាត្រឡប់ទៅវិញហើយណាហេតុអីទើបបានជាបងមេបញ្ជាការគាត់សួរដេញដោលពីបងមេបញ្ជាការសម្រាប់បែបនេះទៅវិញហើយគួរឆ្ងល់ដល់ហើយគឺប្អូនទេយ៉ាងម៉េចនឹងមួយរយៈនេះទំនេរណាស់ទៅទើបបានជាឧស្សាហ៍មករកបងបាទមិនទំនេរទេបងប៉ុន្តែឆ្លៀតពីការងារខ្ញុំក៏ឈានចូលមកលេងបងតែម្ដងទៅមករកបងឬក៏មករកអ្នកណាផ្សេងពីបងទីដឹងបាទយ៉ាងម៉េចទៅហើយបងចំពោះរឿងរបស់ខ្ញុំនោះតើមានសង្ឃឹមដែរឬទេបងបានប្រាប់ប្អូនហើយតើថាចំពោះបញ្ហានេះត្រូវរងចាំការត្រឡប់មកដល់របស់អ្នកគ្រូពេទ្យម៉ារ៉ានីសិនម្យ៉ាងចំពោះដំណឹងដែលថាលោកមេបញ្ជាការសម្រេចបានដាក់ពាក្យស្នើសុំរៀបការជាមួយនឹងម៉ារ៉ានីនោះក៏បងនៅមិនទាន់បានដឹងច្បាស់យ៉ាងពិតប្រាកដនោះដែរដូច្នេះគួរតែរងចាំមួយរយៈសិនទៅណាខ្ញុំបារម្ភថាបើសិនជាបងនេះបណ្ដោយយូរពេកខ្ញុំខ្លាចក្រែងតាមើលចោះមិនក៏មកបង្ខំបងបែបនឹងទៅវិញហ៎រឿងបែបនេះណាបើយើងធ្វើដោយបង្ខំពេកវាមិនកើតទេប៉ុន្តែចំណែកបងសង្ឃឹមថាបើសិនជាបងស្នើអ្វីពីម៉ារ៉ានីនោះនាងប្រកាសជាមិនប្រកែកទេពីព្រោះបងបានធ្វើល្អចំពោះនាងច្រើនណាស់ចំណែកខ្ញុំចេះតែគិតថាក្រែងលោវាមិនងាយស្រួលដូចដែលបងគិតទុកណាព្រោះបើតាមខ្ញុំពិនិត្យនឹងការសង្កេតមើលពីអត្តចរិតរបស់នាងជាមនុស្សស្ងប់ស្ងៀមតែមើងម៉ាត់ចំពោះការងារជាច្រើនលើកច្រើនសារមកហើយដែលខ្ញុំជួបនាងអ្វីដែលនាងបាននិយាយនោះគឺបញ្ជាក់ពីភាពច្បាស់លាស់ល្អណាស់បងក៏យល់ដូច្នោះដែរប៉ុន្តែអ្វីដែលបងអាចសង្ឃឹមបាននោះគឺបងមានឈ្មោះជាប្រធានរបស់នាងតាំងពីនាងនៅមិនទាន់បានឡើងឋានៈម្លេះណាប្អូនហើយនាងស្រឡាញ់នឹងរាប់អានបងខ្លាំងណាស់ម្យ៉ាងបងក៏បានផ្ញើសារមួយច្បាប់ទៅឲ្យនាងរួចហើយគឺឲ្យនាងព្រមទាំងបុគ្គលិកពេទ្យស្រុកមួយចំនួនប្រញាប់វិលត្រឡប់មកទីនេះវិញបើសិនណានឹងមន្ទីរពេទ្យឃុំពៀនជីលៀងស្បៅអ្នកជំងឺនោះណាពិតមែនទេបងពិតមែនហើយខ្ញុំសូមឲ្យបំណងប្រាថ្នារបស់ខ្ញុំនេះឆាប់បានសម្រេចផងចុះប៉ុន្តែនៅពេលដែលនាងត្រឡប់មកវិញប្អូនមិនត្រូវធ្វើអ្វីឲ្យនាងចាប់អារម្មណ៍នោះទេ
អូនមានបញ្ជាការថ្ងៃនេះទំនេរដែរទេទំនេរថាបងណែមាននារី2នាក់មករកប្អូនហើយប្រាប់ថានាងត្រូវជាប្អូនស្រីរបស់ប្អូនមានបញ្ជាការហ្នឹងណាពិតមែនទេបងបាទអញ្ចឹងចាំខ្ញុំឲ្យនាងចូលមកជួបណាបាទនេះគឺសេនីនឹងស៊ីណានតាខំមករកបងដល់អង្គភាពតែម្ដងហើយណោះមកចូលមកបងខ្ញុំបានលើដំណឹងពីបងយូរហើយតែខ្ញុំរកឱកាសមកជួបនឹងបងមិនបានខ្ញុំក៏អញ្ចឹងដែរទៅពីថ្ងៃនេះខ្ញុំទៅបបួលស៊ីណាតមកលេងជាមួយបងតែម្ដងទេព្រោះបើតាមលើដំណឹងថាខ្ញុំចិត្តមានបងថ្លៃហើយតើមែនទេមិននឹកស្មានថាព័ត៌មាននេះត្រូវបានលេចលឺទៅដល់ប្អូនស្រីទាំងពីរនាក់យ៉ាងឆាប់រហ័សបែបនេះសោះចឹងមិនដែរទៅសុខសប្បាយជាទេចាសុខសប្បាយជាទេហើយចំណែកខ្ញុំឥឡូវនេះត្រូវគេបញ្ជូនឲ្យមកតាមថែរក្សាអ្នកជំងឺនិងអ្នករបួសនៅអង្គភាពតបដែរដូច្នេះខ្ញុំនឹងមានឱកាសបាននៅក្បែរបងប្រុសជាមិនខានទេប្រសាណាស់តាដែលប្អូនស្រីមានសេចក្តីក្លាហានបានស្ម័គ្រចិត្តតាមមើលថែរក្សាកងទ័ពរបួសនិងជំងឺរបស់អង្គភាពនោះកាលពីដំបូងពេលដែលពួកខ្ញុំស្ម័គ្រចិត្តចូលរួមក្នុងចលនាព្រៃម៉ាគីនេះគេនឹងមិនទាន់ជ្រើសរើសខ្ញុំឲ្យមករៀនផ្នែកពេទ្យទេតែដល់យូរបន្តិចគេក៏ចាត់តាំងឈ្មោះរបស់ខ្ញុំឲ្យចូលរៀនតែម្ដងទៅចំណែកឯបងសេនីវិញនោះគាត់បែរជារើសយកមុខវិជ្ជាកាត់ដេរទៅវិញក៏ព្រោះតែខ្ញុំខ្លាចឈាមនឹងណាបងខ្ញុំឃើញឈាមមិនបានទេទៅបានជាខ្ញុំសម្រេចចិត្តយកមុខវិជ្ជាកាត់ដេរនេះតែម្ដងទេរួចឥឡូវនេះខ្ញុំមានការងារច្រើនណាស់គេឲ្យខ្ញុំដេរសម្លៀកបំពាក់សម្រាប់ដល់ឲ្យកងទ័ពក្នុងចលនារបស់យើងទាំងមូលនេះក៏សុទ្ធតែជាការងារល្អមួយដែលបងប្អូនរបស់ជើងទាំងអស់គ្នាបានស្ម័គ្រខ្លួនចូលបម្រើក្នុងព្រៃម៉ាគីដើម្បីរំដោះជារដ្ឋាឲ្យរួចផុតពីភ្លើងសង្គ្រាមបងសប្បាយចិត្តមែនទែននៅពេលដែលបងបានទទួលដំណឹងនេះពីពួកប្អូនហើយខ្ញុំក៏បានជួបនឹងមនុស្សសំខាន់របស់បងម្នាក់រួចហើយដែរនរណាគេទេគឺអ្នកគ្រូពេទ្យម៉ារ៉ានីដែលជាប្រធានស្ថាប័នមួយនៃមន្ទីរពេទ្យស្រុកក្រូចឆ្មានោះអីមែនហើយសោរបស់ខ្ញុំស្រស់ស្អាតណាស់នេះប្អូនស្រីក៏ហៅម៉ារ៉ានីថាសោដែរមែនទេចាមែនហើយរួចជឿវាមានតតោះខុសអីព្រោះកាលនោះពេលដែលខ្ញុំបានលើដំណឹងពីបងហើយនឹងបងម៉ារ៉ានីនោះគឺខ្ញុំក៏រស់នៅក្បែរមន្ទីរពេទ្យស្រុកនោះដែរណារួចចុះបងចាំដល់ពេលណាទៀតទៅរៀបការចំពោះប្អូនទាំងពីរនាក់តើបងគិតយ៉ាងណាដែរទៅចំពោះបញ្ហានេះបើសិនជាបងម៉ារ៉ានីមិនប្រកែកទេនោះបងមិនគួរទុកឲ្យអូសបន្លាយពេលវេលាយូរពេកទេណាមែនហើយនឹងអាបានយើងមានបងថ្លៃនឹងគេមិនថាអញ្ចឹងឯស៊ីណាចាមែនហើយបងនឹងមានគូរួចមិនយូរប៉ុន្មានពួកខ្ញុំនឹងមានក្មួយពើនឹងគេហើយចាអូនាំគ្នាគិតវែងឆ្ងាយដល់ហើយណោះហេតុអីក៏បងដកដង្ហើមធំឬមួយក៏បងម៉ារ៉ានីនឹងមិនទាន់ចង់រៀបការជាមួយនឹងបងទេមិនចឹងទេប៉ុន្តែយ៉ាងម៉េចទៅរឿងនេះវាមានបញ្ហាជំរុងចម្រាស់ច្រើនណាស់ទោះបីជាបង5ក៏ពួកប្អូនមិនងាយនឹងយល់ដែរនៅទីនេះបងជាមានបញ្ជាការរបស់អង្គភាពតបពិសេសបងមានការងារច្រើនណាស់ដែលត្រូវទទួលរ៉ាប់រងនិងធ្វើការបង្ហាត់បង្ហាញពីក្បួនទ័ពនិងការងារមួយចំនួនទៀតដល់ទ័ពថ្មីរបស់ជើងគេបានចាត់ទុកបងជាបុគ្គលសំខាន់មួយរូបទើបបានជាមានបញ្ជាការធំរបស់បងគាត់សំណូមពរថាឲ្យបងរងចាំពេលវេលាមួយរយៈសិនចាំភ្នំពេញត្រូវបានរំដោះសិនណាហើយស្លាប់ហើយរួចតើថ្ងៃណាទៅភ្នំពេញរំដោះបាននោះខ្ញុំថាបងមិនគួររងចាំតទៅទៀតទេបាញ់ចឹងឲ្យបងធ្វើយ៉ាងម៉េចទៅព្រោះយើងមិនអាចធ្វើអ្វីតាមចិត្តរបស់ជើងបានទេបងមានទូនីតិរបស់បងនៅទីនេះដែរហើយមិន
គួរនឹងមានរឿងបែបនេះកើតឡើងចំពោះបងសោះអ្នកណាប្រែឲ្យបងខ្លាចទៅជាមនុស្សសំខាន់នៅក្នុងអង្គភាពនោះធ្វើអី ហើយយើងក៏កសាងខ្លួនដើម្បីឲ្យសមនឹងទូនីតិរបស់យើងដែរណាហ่าទ្រាំតាមព្រិញវាសនាសិនចុះ បានមករស់នៅក្បែរអង្គភាពរបស់បងខ្ញុំនឹងឧស្សាហ៍មកលេខបងជាមិនខាន ចុះចំណែកស៊ីនីវិញនោះ ចាខ្ញុំនៅឆ្ងាយពីទីនេះដែរខ្ញុំប្រហែលជាមិនសូវមានពេលវេលាទេបង ត្រូវតែខំបំពេញការងារឲ្យបានល្អទេតាន់ពេលនេះជាតិកំពុងតែត្រូវការកម្លាំងយុវជនយុវនារីដូចជាពួកយើង ចំណែកបងក៏ត្រូវតែថែរក្សាខ្លួនដែរពីព្រោះបងជាមេបញ្ជាការនៅអង្គភាពតបប្រយុទ្ធពិសេសផងខ្ញុំយល់ថាបងប្រកាសជាបានចេញប្រយុទ្ធច្រើនលើកជាច្រើនសារជាមិនខានទេ បងដឹងហើយ